អ្នកប្រយុទ្ធគុណខ្មែរទាំង3រូបដឹកដៃគ្នាតតាំងនិងកំពូលអ្នកប្រយុទ្ធគុណអន្តរជាតិទាំង3ប្រទេសផ្សេងគ្នាអូបេគីស្ថានគូអន្តរជាតិទី6គឺជាគូប្រកួតការពារពាន Extreme Extra Go Championship ទឹកទី1រ៉ាន់ពាន់បាទគណៈធិបតីលោកស្រីនាងកញ្ញាក្រុមជើងចាំបានទស្សនាការប្រកួតបាត់គូទី6ហាន់2ឡើងការពារពានទល់នឹងកីឡាករបាត់កីឡាករម៉ៅចាងគ្រុនមកពីប្រទេសចិនហើយយអ្នកជំនាញខាង Kickboxing បាទព្យាយាមដើរចូលហាន់2បច្ចេកទេសលាក់មុខម្ចាស់ខ្សែក្បាត់ណែជាគង់របស់ហាន់2ធ្វើឲ្យកីឡាករមួយចំនួនគីឡូ57នឹងគឺចង់ញាក់សាច់ទៅត្រូវហើយគាត់តែឃើញជាគង់របស់ហាន់2គេថាបឬរោមដូចជាពាក់ក្រោកជងលូកមកដៃកន្លែងនេះសិនហើយជាគង់របស់ហាន់2 5ទឹកបងប្អូនមកគ្រូនេះលោកគ្រូអាជ្ញាគណៈវិទ្យាការប្រគុណលោកគ្រូជិនរ៉ាបាទចូលកដាប់ដៃមួយសិនចាក់ជើងក្រោមបោះជាគង់មួយរបស់ហាន់2កដាប់ដៃរបស់ចាងគ្រុនដើរចូលកែងបត់មួយរបស់ចាងគ្រុនបាទអំកនួនទេដល់ទៅពេលវាយមើលណែជាគង់របស់ហាន់2ចើហាន់2វាយទៅលើគុំទឹកដើរចូលរបស់ហាន់2ដើរចូលរបស់ហាន់2ហាន់2ក៏ទៀតហើយហាន់2អាចបាន3ទឹកអត់ទៅមើលហូមួយចាងគ្រុនវាយយកកន្លែងនេះដើរចូលបាត់ទៅគុំចូលទៅគុំបាត់ហើយលោកគ្រូអាជ្ញាកណ្ដាលរ៉ប1 2 3 4 5 6 7 8 អត់បញ្ហាសម្រាប់កីឡាករចាងគ្រុនបាទមានចង់គ្រុននេះណាកន្លែងទី1ទៀតលោកគ្រូអាជ្ញាកណ្ដាលបញ្ឈប់ហើយ